Video lô ta thà update variable ឲ្យចុចលើ ឬ My Tomorrow ជានិច្ចដែរឬទេលោកភាគច្រើនគិតថា update គ្រាន់តែធ្វើឲ្យម៉ាស៊ីន restart ឲ្យចំណាយពេលយូរតែការពិតវាមានសារៈសំខាន់ជាងនេះហេតុផលទី1គឺសុវត្ថិភាព Microsoft តែងតែបញ្ចេញ update ដើម្បីបិទកំហុសហោចហើយដែល hacker អាចប្រើប្រាស់ការវាយប្រហារទៅលើកុំព្យូទ័ររបស់យើងបើមិន update យូរពេកឧបករណ៍របស់អ្នកប្រឈមនឹងមេរោគឬការលួចទិន្នន័យហេតុផលទី2គឺជួសជុលរាល់បញ្ហានិងបាក់ខ្លះ Windows មានចន្លោះម៉ោងបញ្ហាទាក់ទងនឹង Bluetooth ឬក៏ Wi-Fi មិនស្ថិរភាពឬកម្មវិធីខ្លះទៀត crash វាត្រូវធ្វើការ update ដើម្បីដោះស្រាយបញ្ហាទាំងនោះហេតុផលទី3បន្ថែមមុខងារថ្មីៗដែលធ្វើឲ្យប្រព័ន្ធសុវត្ថិភាពប្រសើរជាងមុន Microsoft តែងតែកែលម្អល្បឿនស្ថិរភាពនិងបន្ថែមមុខងារថ្មីៗតាមរយៈ Windows Update ប៉ុន្តែតើគួរ update ភ្លាមៗដែរឬទេបើអ្នកកំពុងប្រើប្រាស់កុំព្យូទ័រសម្រាប់ការងារសំខាន់ៗតទៅអ្នកអាចរង់ចាំពី3ថ្ងៃសិនដើម្បីមើលថាតើមានបញ្ហាពីអ្នកប្រើប្រាស់ផ្សេងទៀតឬអត់តែបើជា security update គួរតែ update ដើម្បីឲ្យវាការពារចន្លោះប្រហោងបានឆាប់បំផុតសរុបមក Windows Update មិនមែនគ្រាន់តែធ្វើឲ្យម៉ាស៊ីន restart ប៉ុណ្ណោះទេតែវាជួយការពារប្រព័ន្ធសុវត្ថិភាពនិងជួសជុលបញ្ហាធ្វើឲ្យកុំព្យូទ័ររបស់អ្នកដំណើរការល្អប្រសើរជាងមុនតើអ្នកជាលោកប្រភេទណាគិត update ភ្លាមៗឬចុចទៅរហូត